ตาเนียงอาเจียบันทึกไอเดงีโคลโควิเมอร์เตอร์โดยจีเมนีปาเนยจอบนังมากระบุนี้มันได้ประสาจิงมนเตตาวิกรอนแต่จีกาใจดตานี้มันเมนจีเมนีเมนหลบเมสันนี้จีเนะบังกอปัญหาขนมเตะระบายเยิงเมื่อปูเกบันชเนหายเนะเตอช่วยปูเยิงตาเนะกำปงเฟื่อไว้ในตีนี้ซูสเตย์หลบยังในตีนี้ขนมเนียมเขมงสไลตัวนี้ดำใบชีบาลมาได้ระบายเนียงนี่ยัยเองจังตามีเนะนามันเนะชมูไม่นิเลนในตีนี้เตตานี้มันเมนจีกางเงียระบายไม่นิเลนเมนเตมนุษย์อย่างนี้ประสันบาปูเกในตีนี้ดำใบเซิร์ฟอังเกตกาจุนโดนุนั่งมันโรเตมีเนะนามันเนะชมูนุในตีนี้เตทรงจักเจงเจงเงยเลยนี้ปอบเจงตาเนะเติบแต่หายขยมถ่าไว้ตาเนะเติบแต่หายขยมถ่าไว้ริ้วขยมเนตีนี้ตาเนะสกอขยมเตริ้วขยมเนตีนี้เนะจีเขมงละออโกนตาเนะชมูตรูเนียงหายขยมถ่าตั้งปีเขมงโดยใช้วิกรอนแต่จีกาใจดอนเนียงเหมือนแมนจีไม่นิตู้จีอย่างนี้ได้ริ้วเนียงเตรกากาเชียบาจีบันตอนยมกระไทยเสื้อสีขยมดังฐานเนี่ยมันไอตรอมหนังกาเคยเนี่ยเราเตะรงตุกจีวิจบันเด็ดบานเตบนใต้ปูยื่งจีเนี่ยขังกราวเนตีนี่หายื่งมันอายกโนนามันเนี่ยเตชง่ายโดยขมิ้นให้พอนุเตเอาเตประสันบาเรื่องนี้บรรทอเติมมกเอาไว้ไอหนังคอตาเนี่ยมันทนตรอนหนังกาบังกอปัญหาในขนมเตะระบอบเนี่ยเสียงเตเนี่ยกูแต่จะเจงเหล่านี้เนียงเตรกาสำระสงัดคลาเนี่ยกำปงรำคาญกาสำระระบอบเนียงเจงบอกเจงเตอยมสมโตยื่งมกโดยเจ็ดนาละอทรงเตะตรงหมกยืงขยมประสันบาเนี่ยเตรกายมมันเตรกาวิเตเจงเจงยมเตรสไวรบไม่หนิต่อเต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 ปาวีกำปงกาดลางมาดองเตียดเนียงเตรกาขนามตัดนำเอาไว้ตีเนียงโจยมมันขวาเตส้มโลกรูเป็ดช่วยมาได้ขยมพองส้มกรอบละยมหนึ่งชีบาลนิงิดมาอจะเฟอร์โดยแต่เนียงบานเฟอร์เนียงอจ้านะแต่ขยมอาจดังดอยยังเตรแต่บรรชบเนียงกลมเอาเชียบาประปนระบอบเนี่ยบามันโดยชเนเตเอาไว้ได้ยังบานเฟอร์หนึ่งเตรเลียตระดาแมนไฮคือปูเกวิกเตอร์ยังบานรือดำนังไฮหมกจุยตอนเปย์ดับเตียงออกนิเนี่ยขังกลายเตียงนี้หมกตีนี้ดำใบยกประปนระบอบวิกเตอร์ยังมันอาจเอาเกยกเนียงบานเตเตรหัดเตรเอียนอย่างนาวีกอดเนี่ยมันแม่นจีเนี่ยพุ่มเตเนี่ยกรอนไตจีเจ้าเบิดอันเตะระบอบเนี่ยตัวกอดได้เนี่ยหน้าบรรทบเตชเกงีวิกตอร์ตาเนี่ยมันไอเตชเกงีอนุญาตเอาขยมเตอเตขยมมันบานบอกบองเจ้าเนี่ยแต่งออกเนี่ยเตยมมันบานมักลูซี่มาชื่อเตวีมันแมนเตยมมันไอเตมาเปนิโกนซกสบายเตวันเด็กมามันไอเตเปนิอนุญาตเอาขยมเมอมาเนียงชีวิตเจ้าบันเด็ด
នាងបានព្យាបាលអ្នកស្លាកស្នាមរបស់អ្នកស្លាកស្នាមរបស់អ្នកដាមុននាងគឺមេនីមីនីខ្ញុំឈ្មោះដ្រូវមីនីខ្ញុំដេមៀនជេមៀនយើងបានឮថាអ្នកបានទទួលមរណភាពប៉ុន្តែពេលនោះយើងបានឃើញនារីម្នាក់ស្រដៀងនឹងអ្នកនៅច្រកចូលភូមិនាងគឺវឺស៊ីកូនស្រីរបស់ខ្ញុំនាងក៏ជាក្មួយស្រីរបស់អ្នកដែរល្អណាស់ទីបំផុតយើងបានជួបជុំគ្នាវិញហាក់មីនីប៉ុន្មានឆ្នាំមកនេះតើមានអ្វីកើតឡើងចំពោះអ្នកវិតតើនាងមិនមែនជាក្មេងកំព្រីទេម៉េចក៏នាងមានបងប្អូនច្រើនម្ល៉េះខ្ញុំកំពុងធ្វើការនៅទីក្រុងនេះពេលកំពុងស្វែងរកអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំត្រូវបានគេជួញដូរនាំមកភូមិនេះហើយលក់ឲ្យគាត់អ្នកឆ្កេងញីបញ្ឈប់ការប្រមាថខ្ញុំបានយកអ្នកមកវិញដោយចិត្តសប្បុរសខ្ញុំមិនគួរធ្វើអញ្ចឹងទេបាត់អ្នកទាំងអស់គ្នាបាក់មិនកុហកទេប៉ាតែងតែផឹករវីយើងប៉ុន្មានថ្ងៃមុនគាត់បាក់ឆ្អឹងជំនីមួយរបស់ម្ដាយគាត់មិនមានលទ្ធភាពរកគ្រូពេទ្យដូច្នេះយើងទុកម៉ាក់នៅផ្ទះនាងនៅតែមិនជាសះស្បើយក្មួយព្រះអើយគេលួចគាត់ជួយចង់បានរសជាតិនេះទេនេះគឺអាក្រក់មាននីរងរបួសក្បាលនាងត្រូវពិនិត្យនៅមន្ទីរពេទ្យមិនអីទេយើងមិនអាចចាក់ចេញពីវ៉េស៊ីនៅទីនេះបានតោះទៅជាមួយគ្នាទេអ្នកមិនអាចទៅបានទេខ្ញុំបានចំណាយលុយច្រើនដើម្បីទិញអ្នកខ្ញុំក៏ចំណាយច្រើនលើការចិញ្ចឹមអ្នក2ឆ្នាំទាំងអស់នេះអ្នកមិនអាចយកពួកគេចេញឆ្ងាយពីខ្ញុំដូច្នេះតើអ្នកចង់បានអ្វី Victor នាងក៏គ្មានប្រយោជន៍ដែរចុះលុយវិញមែនទេល្អអ្នកអាចយកនាងប៉ុន្តែឲ្យខ្ញុំ$5 លានបើមិនដូច្នេះទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចាក់ចេញដោយញីនោះទេល្អអ្នកអាចយកនាងប៉ុន្តែឲ្យខ្ញុំ$5 លានបើមិនដូច្នេះទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចាក់ចេញយ៉ាងងាយស្រួលនោះទេវិតតអ្នកបានធ្វើបាបមេនីអស់ជាច្រើនឆ្នាំហើយភាពក្លាហានរបស់អ្នកដើម្បីទាមទារលុយពិតមកវាល្អប្រសិនបើអ្នកមិនបង់ប្រាក់ផងដែរខ្ញុំនឹងលក់ស្ត្រីម្នាក់នេះទៅឲ្យមនុស្សល្ងងនៅភូមិជិតខាងមនុស្សល្ងងនឹងជនពិការប្រកួតយ៉ាងណាបាត់ទឹកភ្នែកហើយអ្វីខ្ញុំមិនអាចនាងជាប្រពន្ធរបស់ខ្ញុំចង់លក់នាងមិត្តរបស់អ្នកទទួលបានពួកគេសូមត្រឹមឲ្យយើងចុះដល់ឡើងគ្រាន់តែវីគេមិនស្ដាប់ខ្ញុំសូមអង្វរអ្នកមីនីលូស៊ីខ្ញុំនឹងទៅបាក់ឆ្កេងញីមីនីប្រយ័ត្នមីនីឈប់សិនមួយ
រីគីអ្នកបានប្រាប់យើងគ្រប់យ៉ាងអ្នកភូមិបានចាប់ពង្រត់ស្ត្រីនិងក្មេងស្រីជាង100នាក់ហើយអ្នកគឺជាមេគំនិតរួចហើយខ្ញុំមិនដឹងថាមានការខូចខាតអ្វីទេឈប់ចោទខ្ញុំទៅលោកម្ចាស់នេះជាភស្តុតាងអ្នកឯងបានលក់ស្ត្រីនិងកុមារឲ្យពួកគេទុកឲ្យពួកគេធ្វើបាបអ្នកខ្លះថែមទាំងត្រូវបានសម្លាប់ទៀតផងខ្ញុំមិនដឹងថាមិនមែនជាខ្ញុំទេឈប់បដិសេធដោយសារតែអ្នក Victor អាចធ្វើអ្វីបានតាមចិត្តហើយអ្នកទាំងអស់គ្នានៅទីនេះជួយពួកគេអ្នករាល់គ្នាដែលធ្វើបាបមីនីនឹងត្រូវទទួលទោសលោកម្ចាស់ខ្ញុំសុំទោសខ្ញុំខុសហើយមីនីខ្ញុំខុសហើយសូមទុកចិត្តខ្ញុំចាស់ពេកសម្រាប់រឿងនេះក្រៅពីនេះអ្នកដែលធ្វើបាបអ្នកគឺ Victorine Eris អូអត់ទេពីរអ្នកនោះទើបតែរត់រួច Marvin ដេញតាមពួកគេឥឡូវនេះក៏ត្រូវបញ្ជូនមនុស្សទាំងនេះទៅអាជ្ញាធរបាទទទួលបានពួកគេមីនីលូស៊ីតោះទៅផ្ទះម៉ាក់តើនេះជាបន្ទប់របស់យើងទេម៉ាក់រ៉ូបនេះស្អាតណាស់តើខ្ញុំត្រូវទេវាគឺខ្ញុំនឹងជួយអ្នកដាក់វាដូច្នេះពួកគេគឺជាមកប្អូនស្រីរបស់មាសនិងខ្ញុំគ្រូសាខ្លាឃ្មុំប៉ុន្តែបងប្រុសគឺជាអ្នកមានបំផុតរបស់ Vasquez ខណៈដែលប្អូនស្រីមើលទៅដូចជាអ្នកសំទានត្រឹមត្រូវហើយមើលទៅថាពួកគេគ្មានវប្បធម៌យ៉ាងណាអ្នកភ្នាល់លុបច្រើនពេកកាន់តែច្រើន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 កាន់តែកាន់តែច្រើន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 មីនីអ្នកក៏នឹងរស់នៅទីនេះចាប់ពីពេលនេះទៅស៊ីសនឹងមកព្យាបាលរបួសរបស់អ្នកថ្ងៃកំណើតរបស់អ្នកមិនមែន1ខែទេខ្ញុំបានរៀបចំពិធីជប់លៀងត្រឡប់មកផ្ទះខ្ញុំចង់ឲ្យ Vashian ទាំងអស់ដឹងថាអ្នកគឺជាបងស្រីបង្កើតរបស់ខ្ញុំដែលជាស្ត្រីកិត្តិយសបំផុតនៅ Vasia យូដាខ្ញុំពិតជារីករាយណាស់ដែលបានឃើញអ្នកធ្វើបានល្អប៉ុន្តែអ្នកមិនចាំបាច់ធ្វើទាំងអស់នេះសម្រាប់ខ្ញុំទេមីនីបន្ទាប់ពីឪពុកម្ដាយរបស់យើងបានកន្លងផុតទៅអ្នកបានមើលថែយើងហើយយើងមានអំណរឥឡូវនេះដល់ពេលដែលអ្នករីករាយនឹងជីវិតហើយតោះធ្វើវាទីបំផុតខ្ញុំបានរកឃើញចំណុចខ្សោយរបស់អ្នកយ៉ាងណាមិញអ្នកគ្រាន់តែជាកសិករប៉ុណ្ណោះខ្ញុំបានយកអ្នកចូលហើយឥឡូវនេះអ្នកគិតថាអ្នកជាអ្នកទទួលស៊ើបអង្កេតមនុស្សម្នាក់នេះសម្រាប់ខ្ញុំចង់បានព័ត៌មានទាំងអស់របស់នាងតោះធ្វើវាអីយ៉ាលោកមីសបងមើលទៅលយណាស់ជាការពិតណាស់ប្អូនស្រីរបស់គាត់គឺជាវិជ្ជបណ្ឌិតកំពូលនាងសម្រេចបាននៅរបបកំហែងផ្នែកវិទ្យាសាស្ត្រនិងបង្កើតវ៉ាក់សាំងនាងជាមូលដ្ឋាន Hippocrates បងប្រុសរបស់គាត់ក៏ជាតួអង្គសំខាន់របស់ Vasia ផងដែរគាត់ជាឧត្តមសេនីយ៍ក្មេងជាងគេ Brandon Strong មិនយូរប៉ុន្មានគាត់បានកម្ចាត់កងកម្លាំង Vasian ហើយគាត់បានចុះចាញ់ពួកវាជាមូលដ្ឋានមិនអាចយកឈ្នះបាននៅពេលជាមួយគ្នាជាការពិតណាស់ប៉ុន្តែខ្ញុំចង់ដឹងថាតើនរណាជាតារានៃពិធីជប់លៀងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍អ្នកទាំងអស់
ខ្ញុំប្រកាសថាគ្រប់គ្នាដឹងថាខ្ញុំត្រូវបានគេយកទៅចិញ្ចឹមបងប្អូនបង្កើតរបស់ខ្ញុំនិងខ្ញុំត្រូវបានចិញ្ចឹមបីបាច់ដោយបងស្រីច្បងរបស់យើងបន្ទាប់ពីការខំប្រឹងប្រែងជាច្រើនទីបំផុតយើងបានជួបជុំគ្នាជាមួយនាងវិញឥឡូវនេះសូមស្វាគមន៍នាងកញ្ញាមេនវេននៅលើឆាកបូទៅនាងទើបតែត្រឡប់មកពីបរទេសនាងពិតជាសំខាន់ណាស់យើងមិនត្រូវមើលស្រាលនាងឡើយតើខ្សែដៃធ្វើដោយដៃថោកនោះនាងពាក់អ្វីឥឡូវនេះខ្ញុំសូមប្រកាសថា90នៃភាគហ៊ុនរបស់ Apex Corp នឹងត្រូវបានផ្ដល់ទៅឲ្យ Miss Money ចាប់ពីពេលនេះទៅនាងជាម្ចាស់ក្រុមហ៊ុន Apex Corp អបអសាទរអបអសាទរអបអសាទរអបចាប់ពីពេលនេះទៅនាងជាម្ចាស់ក្រុមហ៊ុន Apex Corp អបអបជ្រាវក្រុមហ៊ុនរបស់អ្នក Apex Corp ត្រូវបានសាងសង់ឡើងដោយខ្ញុំអ្នកបានលះបង់ច្រើនណាស់